បាទសូមជម្រាបសួរហើយក៏សូមស្វាគមន៍វិលត្រឡប់មកជួបជាមួយខ្ញុំបាទសាជាថ្មីបាទអញ្ចឹងនៅថ្ងៃនេះដែរខ្ញុំមានបទបង្ហាញសម្រាប់ធ្វើការចែករំលែកជូនដល់បងប្អូនបាទពីរបៀបការកំណត់ឲ្យបានន័យថាកម្មវិធីមួយធ្វើឲ្យយើងនឹងងាយស្រួលសម្រាប់ដូចថាបងប្អូនមិនចេះភាសាខ្មែរឬអង់គ្លេសយើងចង់ឲ្យដូចថាវាអានឲ្យយើងស្ដាប់អញ្ចឹងយើងកុំឲ្យពិបាកអញ្ចឹងបាទអញ្ចឹងវាងាយស្រួលបាទយើងកំណត់វាអញ្ចឹងខ្ញុំសូមទូចូលទៅកាន់កម្មវិធីចូលទៅកាន់បាទ setting តែម្ដងដើម្បីបង្ហាញជូនបងប្អូនបាទអញ្ចឹងខ្ញុំ scroll ឡើងទៅលើបាទរកចូលទៅកន្លែងនេះបងប្អូនកន្លែងបាទកន្លែងគេដាក់ថានេះកន្លែងនេះគឺចំណុច additional setting ថាទៅលើវាបាទខ្ញុំ scroll ឡើងទៅលើរកពាក្យថានេះកន្លែង accessibility បាទកន្លែងហ្នឹងបាទអញ្ចឹងបើសិនជាបងប្អូនអត់មានបងប្អូនខ្ញុំសូម back បាទទៅកាន់កម្មវិធី Play Store តែម្ដងដើម្បីឲ្យបងប្អូនធ្វើការ download យកកម្មវិធីហ្នឹងបាទចូលទៅកន្លែង search បាទ search ពាក្យថា accessibility នេះតែម្ដងបងប្អូននេះកន្លែង accessibility បាទន័យថា app Android បាទ scroll ឡើងទៅលើនេះតែម្ដងបងប្អូននេះបងប្អូនចំណាំហ្នឹងបាទខ្ញុំធ្វើការ install រួចហើយបាទអញ្ចឹងខ្ញុំ install រួចហើយបងប្អូនគ្រាន់តែវាយពាក្យដូចខ្ញុំបានបង្ហាញជូនខាងលើហ្នឹងបាទបងប្អូននឹងធ្វើការ download ឲ្យបានដើម្បីយើងងាយស្រួលបាទអញ្ចឹងខ្ញុំសូមចូលទៅកាន់ setting សារថ្មីបាទដើម្បីធ្វើជូនឲ្យបងប្អូនបាទដើម្បីកំណត់វាចូល setting បាទ scroll ឡើងទៅលើបាទរកពាក្យថានេះ additional setting ខ្ញុំថាទៅលើវាហើយ scroll ឡើងទៅលើរកពាក្យថា accessibility បាទនេះបងប្អូនមួយខ្ញុំថាទៅលើវាបន្ទាប់ទៀតបងប្អូននេះតែម្ដងបងប្អូនមិនបាច់ចាំជ្រើសរើសកន្លែងណាផ្សេងទៀតទេគឺបងប្អូនមើលតាមដែលខ្ញុំបានបង្ហាញនេះមួយគេដាក់ថា select to speak បាទថាទៅលើវាបាទបន្ទាប់ទៀតបើកតែម្ដងបាទបងប្អូនបាទបងប្អូនធ្វើការចុចបើកតែម្ដងបាទថាទៅលើហ្នឹងបាទថាទៅលើហ្នឹងអូខេបាទចុចអូខេនេះខាងក្រោមស្ដាំដៃនេះបាទបន្ទាប់ទៀតចូលកន្លែង setting បាទ setting បាទ setting ហើយបងប្អូនចូលមកកន្លែងនេះកន្លែង text to speak យើងបាទនេះអញ្ចឹងមកដល់កន្លែងនេះដែរគឺបានន័យថានេះជាភាសាអង់គ្លេសបាទអញ្ចឹងខ្ញុំសូមបង្ហាញជូនបងប្អូនអញ្ចឹងនេះជាភាសាអង់គ្លេសជំរឿវាអានយ៉ាងម៉េចកន្លែងនេះបាទជំរឿខ្ញុំកន្លែងរូបមនុស្សនេះខាងក្រោមឲ្យស្ដាប់ដៃនេះបាទអញ្ចឹងចុច play មកបាទនេះអាកដាលហ្នឹង325បាទ reset បាទអញ្ចឹងដើម្បីឲ្យកំណត់វាអានជាខ្មែរបាទអញ្ចឹងបងប្អូនចូលកន្លែងនេះមក link fix នេះបាទនេះកន្លែង fix កន្លែងភាសាយើងដូរភាសាបានន័យថាដូរទៅជាភាសាខ្មែរវាអានបានពីរបែបបងប្អូនអានទាំងភាសាអង់គ្លេសហើយអានទាំងខ្មែរទៀតបាទអញ្ចឹងបងប្អូនដូចថាចង់បាននៅការបកប្រែនៅភាសាណាមួយណាបាទគឺមានច្រើនដែរបងប្អូននៅក្នុងនេះប៉ុន្តែខ្ញុំធ្វើបទបង្ហាញជូនបងប្អូនគឺរបៀបដូចថាអានជាភាសាខ្មែរបាទនេះខ្មែរ Cambodia ខ្ញុំបងប្អូនថាទៅលើវាបាទអញ្ចឹងខ្ញុំសាកល្បងដើម្បីបង្ហាញជូនបងប្អូនដើម្បីឲ្យវាអានដូចថានៅលើបានន័យថាអត្ថបទលើហ្នឹងបាទអញ្ចឹងបងប្អូននេះគ្រាន់តែថាច់ទៅលើអាកន្លែងរូបមនុស្សនេះមកបាទអញ្ចឹងថាច់ទៅលើនេះបន្ទាប់ទៀតចុចបើកបាទបងប្អូនធ្វើការចុចបើកបាទចុចបើកកន្លែងហ្នឹងមកបាទបាទអញ្ចឹងបើសិនជាភាសាបាទអញ្ចឹងខ្ញុំសូមបង្ហាញជូនបងប្អូនបាទអញ្ចឹងងាយស្រួលទេបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនចង់ដូរជាទៅជាអង់គ្លេសវិញបងប្អូនគាត់ថាកន្លែងនេះមកចូលកន្លែង setting ចូលកន្លែង setting នេះមកបាទចូលកន្លែង setting នេះ setting នេះបាទយើងអាចដូរ
វាទៅជាអីកំណត់ទៅអញ្ចឹងថយក្រោយមកវិញអញ្ចឹងបានដែរបាទនេះគឺជាដូចថាកំណត់មកវិញដដែលបាទនេះជាបាទនេះភាសាខ្មែរអញ្ចឹងខ្ញុំសូមចូលបេតុងហូមខ្ញុំថាច់ទៅលើបេតុងហូមដើម្បីខ្ញុំចូលទៅកន្លែងឆាតមួយចុះបងប្អូនដើម្បីបង្ហាញបងប្អូនបាទដើម្បីឲ្យវាអានបាទបានអានអត្ថបទលើហ្នឹងបាទអញ្ចឹងដើម្បីឲ្យវាអាននៅបានន័យថានៅលើឆាតនេះនៅលើអក្សរដែលសរសេរនេះដែលគេសេជាលក្ខណៈឆាតជាអក្សរបាទអញ្ចឹងបងប្អូនគ្រាន់តែហ្នឹងថាច់នៅលើរូបនេះហ្នឹងមកហើយចុចអាកន្លែងសញ្ញា play នេះមកនេះបាទអញ្ចឹងវាអានតាមបាទឮអត់បងប្អូនបាទយើងងាយស្រួលសម្រាប់បងប្អូនគាត់មិនចេះភាសាបាទឮអត់បងប្អូនបាទកុំខំអីអូនម៉ោង 9:10 នាទី PM អូន profile មិនលុយបាទយ៉ាប់ម៉ោង 9:29 នាទី PM សួរអូន action take photo ចូល photo emoji បាទអញ្ចឹងខ្ញុំសូមថាច់កន្លែងហ្នឹងបងប្អូនគាត់ថាច់អាកន្លែងនេះកន្លែងសញ្ញាព្រួយហើយឆ្វេងដៃហើយចូលកន្លែង setting វិញអញ្ចឹងចូលកន្លែង setting ហើយបងប្អូនចូលកន្លែង tick នេះមកអញ្ចឹងខ្ញុំសូមបង្ហាញជូនបងប្អូនបាទកន្លែងនេះដែរបើសិនជាបងប្អូនចង់ឲ្យវាអានញាប់បាទប៉ុន្តែបើអានញាប់យើងស្ដាប់បានទេអញ្ចឹងកំណត់វាប៉ុណ្ណឹងចោះបងប្អូនដើម្បីឲ្យយើងងាយស្រួលស្ដាប់នៅពេលដែលវាអានជូនយើងបាទអានឲ្យយើងស្ដាប់បាទអញ្ចឹងកន្លែងដូចថាជាខ្ញុំសូមចូលចេះទៀតចុះបាទចូលកន្លែង YouTube នេះបាទឧទាហរណ៍ចេះមួយចុះបាទខ្ញុំវាយជាភាសាចេះមកខ្មែរអញ្ចឹងមកបាទអញ្ចឹងគ្រាប់ប៉ុណ្ណឹងក៏បានដែរបងប្អូនអញ្ចឹងចូលកន្លែងមនុស្សនេះទៀតមកសញ្ញារូបនេះហើយចុចអាកន្លែងសញ្ញា play នោះមកដល់បាទស្រក boy input សេចក្ដីមក1 2 3 4បាទអញ្ចឹងវាងាយស្រួលបាទអញ្ចឹងវាងាយស្រួលណាបងប្អូនវាអានឲ្យយើងស្រេចតែម្ដងវាអានឲ្យយើងស្រេចតែហ្មងនៅលើហ្នឹងបាទអញ្ចឹងកម្មវិធីនេះគឺដូចថាងាយស្រួលសម្រាប់បងប្អូនដែលគាត់ចេះភាសាខ្មែរហើយគាត់ដូចថាអត់ចង់អានខ្លួនឯងអញ្ចឹងចង់បញ្ជាឲ្យបានន័យថាការកំណត់ហ្នឹងវានិយាយបាននិយាយឲ្យយើងតែម្ដងបាទអញ្ចឹងវាងាយស្រួលខ្ញុំធ្វើនេះគឺដើម្បីចែកជូនបងប្អូនដែលគាត់ដូចថាមិនចេះភាសាខ្មែរឬក៏អង់គ្លេសអញ្ចឹងយើងឲ្យវាអានដើម្បីឲ្យយើងបានស្ដាប់បានយល់បាទអញ្ចឹងការបង្ហាញរបស់ខ្ញុំនេះគឺមានតែប៉ុណ្្នឹងទេមុននឹងបងប្អូនចុចបិទសូមបងប្អូនដូចថាជួយចុច like subscribe comment share នៅ channel របស់ខ្ញុំមួយផងខ្ញុំទើបតែបង្កើតទេបាទអញ្ចឹងរាល់ការបងប្អូនដូចថាចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីមុនគេបាទសូមអរគុណច្រើនបាទនិងជម្រាបលាបាទ